แต่ตรงนึงចំណុចមួយទៀតគឺនេះចំណុចនេះយើងប្រើប្រភេទ multiple choice ម្ដងមានថាចម្លើយត្រូវមានលើសពី1អញ្ចឹងណាបាទអញ្ចឹងខ្ញុំអូសទៅនីតិដែលខ្ញុំចង់បានខ្ញុំដាក់នៅនីតិទី2កន្លះសិនអញ្ចឹងខ្ញុំអូសនីតិមក2កន្លះមក2.30 ហើយបន្ទាប់មកយើងចុចលើហ្នឹងមកណាបាទចេញចុចមកខ្ញុំយកជាប្រភេទ poster ដដែលតែបើលោកគ្រូចង់បានជាប្រភេទប៊ូតុងក៏បានដែរឥឡូវខ្ញុំយកជាប្រភេទប៊ូតុងម្ដងអញ្ចឹងណាបាទឆ្លើយសំណួរខាងក្រោមយ៉ាងកន្លែងនេះខ្ញុំមិនលំអិតទេដែលសំតែលោកគ្រូចេះហើយបាទហើយយ៉ាងណាថាចូលបងអូនឆ្លើយសំណួរខាងក្រោមហើយតើតើនៅប្រភេទ question អញ្ចឹង question ខ្ញុំយកប្រភេទសំណួរនេះមកបាទជ្រើសចម្លើយត្រឹមត្រូវទាំងអស់បាទអញ្ចឹងខ្ញុំដាក់ប្រភេទ question បាទអញ្ចឹងកន្លែងនេះយើងអាច fill in នេះគេវាបានហើយបន្តមកយើងចូលមកដល់ចម្លើយបាទចម្លើយយើងថាចម្លើយមួយណាដែលត្រឹមត្រូវអញ្ចឹងយើងដាក់ copy មកយើងដាក់ចូលមកបាទហើយលោកគ្រូអាច add បន្ថែមខecho បាទនេះជាផ្នែក code តែដោយសារវាអត់មានប្រឡោះយើងអាច add option នេះបានបាទ go មកបាទហើយ add option ទៀតមកដើម្បីវាចេញបន្ថែមនេះយើងអាច copy បានណាបាទអញ្ចឹងចម្លើយត្រូវគឺមានកខនិងខអញ្ចឹងចម្លើយត្រឹមត្រូវគឺកខយើងគ្រីសមកណាចម្លើយណាដែលត្រឹមត្រូវហើយនឹងខចុះតមកលោកគ្រូចេះពីដានមកហើយយើងមកដាក់កន្លែងណាដែលយើងគិតថាស្អាតអញ្ចឹងណាបាទកន្លែងនេះចោះហើយលោកគ្រូអាចតេស្តមើលបាននេះឲ្យវា pause video អូខេអញ្ចឹងចូល view មកចាំតិចលោកគ្រូពេលខ្លះម៉ាស៊ីនខ្ញុំវា slow អញ្ចឹងណាបាទថយសលេងខ្ញុំអាចអូសដល់នាទីប៉ុណ្ណេះមកបាទអញ្ចឹងចេញចូលបងអូនឆ្លើយសំណួរខាងក្រោមយើងចុចមកវាចេញជាវិទ្យាសំណួរមកតើផលប៉ះពាល់អវិជ្ជមាននៃការចេញពីបន្ទប់ភ្នំភ្លើងមានអ្វីខ្លះអញ្ចឹងចម្លើយត្រូវអាចមានច្រើនអញ្ចឹងគាត់អាច check មើលបានចម្លើយណាដែលត្រឹមត្រូវអញ្ចឹងណាអញ្ចឹងអូតរខ្ញុំគូគ្រីសតែ2នេះចុះ3នេះចុះបាទ check មកអញ្ចឹងខ្ញុំគូគ្រីសចំសិតតែត្រូវទាំងអស់អញ្ចឹង continue មកបានហើយបាទ